កាលពីព្រេងនាយមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខបុរសដែលមានប្រពន្ធគ្រប់លក្ខនោះវេលាយប់ចូលដំណេកនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធឆ្លើយថាអ្នកចង់រកស៊ីអីឬប្រាខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅតឹងទាស់ចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបងគិតឃើញរបរមួយមុខបើបានដោយគំនិតនឹងបានមាសប្រាក់ផ្ដិលតុកថាសដោយងាយប្រពន្ធសួរប្តីថាគិតធ្វើដោយម្ដេចក៏បានងាយម្លេះប្តីប្រាប់ប្រពន្ធថាក្នុងសមុទ្រមានសំពៅញាក់ជំនួញគ្រប់ប្រទេសខ្លះសុខសบายខ្លះលិចលង់ច្រឹងឆ្នាំមកហើយរបស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះឲ្យរីងក្រអ្វីមាសប្រាក់គ្រប់មុខនោះបើបានត្រីធំតូចយើងវះធ្វើងៀតធ្វើផ្អកប្រហុកព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្លាមលោផងប្រហាមយើងទៅបាចទឹកសមុទ្រឲ្យរីងប្រពន្ធឮប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្តីលុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំគ្នាទៅដល់មាត់សមុទ្រហើយទុកដាក់ម្ហូបចំណីដោយស្រួលទើបប្តីកាន់កញ្ជើមួយប្រពន្ធកាន់កញ្ជើមួយខំបាចជះទឹកទៅលើគោកបាចទាល់តែពេលបាយទើបឈប់បរិភោគបាយរួចនាំប្តីប្រពន្ធបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញបាចបានចំនួន4ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដោះហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារីងហើយយើងចាប់យកត្រីធំតូចវះធ្វើងៀតធ្វើផ្អកប្រហុកខ្លឹងលក់យកប្រាក់មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះយើងត្រូវការយកប្រាក់មាសតុកថាសផ្ដិលចានក្បាននៅក្នុងសំពៅនោះមិនដឹងបោយកទៅណាអស់ទេថារួចដល់ល្ងាចត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាចទៀតហើយនិយាយទៅពាក្យដដែលដូចថ្ងៃមុនហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណឹងសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនេះយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់រាជីវិតគិតហើយនាំគ្នាមុជហែលទៅដល់ស្ដេចត្រីទូលតាមដំណើរដែលបរោះប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទទួលនោះថាឯងរាល់គ្នាពាមយកមាសបាន5ក្រឡាប្រាក់5ក្រឡានឹងតុកថាសផ្ដិលចានទៅឲ្យបុរសប្តីប្រពន្ធអង្វរគេឲ្យលែងបាចទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពាមហែលមុខដល់បុរសប្តីប្រពន្ធអង្វរសូមឲ្យលែងបាចទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជៀតក្រឡាមាសប្រាក់តុកថាសផ្ដិលចានឲ្យបុរសប្តីប្រពន្ធបុរសប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លែងបាចទឹកពីថ្ងៃនោះនាំប្តីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់បុរសប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរឿងបានសេចក្តីសុខរៀងទៅពរនីពីសម្លាញ់ដែលមានប្រពន្ធខាតលក្ខគាត់នឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលឿងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះដល់ផ្ទះគេក៏រាប់អានចាប់ចិត្តស្និទ្ធស្នាលដូចពីដើមគាត់គុណមើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្លេះគិតហើយត្អូញប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់សម្លាញ់ឯងរកស៊ីចំនួនអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្លេះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាចទឹកសមុទ្រតែពីរនាក់នឹងប្រពន្ធអញពេលព្រឹកទាបភ្លឺប្រពន្ធឡើងដាំបាយមានគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបាចទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភិតភ័យបង្គាប់ត្រីជាបារិវារឲ្យពាមយកមាសប្រាក់និងរបស់គ្រប់មុខមកឲ្យអញ
ឯសម្លាញ់ប្រពន្ធខាតលាក់ដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លាក់សម្លាញ់គេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបុរសនោះនិយាយនឹងប្រពន្ធថាព្រឹកនេះបើឯងដាំពីយប់រៀបប្រដាប់ឲ្យមានសពគ្រប់ភឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រឲ្យបានមាសប្រាក់របស់ទ្រព្យដូចសម្លាញ់យើងមេខាតលាក់ជាប្រពន្ធភ្លឺច្បាស់បានក្រោកបង្កាន់ភ្លើងឆេះហើយក៏បានទៅបាចខាប់អង្គកំពុកម្ដងមួយទូកដៃយកអង្គទៅលាងកំពុបមួយទូកដៃទៀតច្រកអង្គទៅក្នុងឆ្នាំងកំពុបទៀតដល់ពុះជាតិបាយកំពុបទៀតច្រកអង្គចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងបាយទាល់តែថ្ងៃទើបដួសដាក់កញ្ជើហើយបណ្ដាប្តីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជាបានចំនួន4ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសម្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារៀងហើយយើងចាប់យកត្រីធំតូចវេះធ្វើងៀតធ្វើផ្អកប្រហុកថ្លឹងលក់យកប្រាក់មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះយើងត្រូវកាយយកប្រាក់មាសតុថាសផ្ដិលចានក្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេថារួចដល់ល្ងាចត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាយទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនហ្វូងម៉ាត់ឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណឹងសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនេះយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់រាជជីវិតគិតហើយនាំគ្នាមុជហាលទៅដល់ស្ដេចត្រីទូលតាមដំណើរដែលបរោះប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថាឯងរាល់គ្នាពាមយកមាសបាន5ក្រឡាប្រាក់5ក្រឡានិងតុថាសផ្ដិលចានទៅឲ្យបុរសប្តីប្រពន្ធអង្វរគេឲ្យលែងបាចទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពាមហែលមកដល់បុរសប្តីប្រពន្ធអង្វរសូមឲ្យលែងបាចទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជៀតក្រឡាមាសប្រាក់តុថាសផ្ដិលចានឲ្យបុរសប្តីប្រពន្ធបុរសប្តីប្រពន្ធមានសេចក្តីត្រេកអរពុនពេកក៏ឈប់លែងបាចទឹកពីថ្ងៃនោះនាំប្តីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់បុរសប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរឿងបានសេចក្តីសុខរៀងទៅពរនាពីសម្លាញ់ដែលមានប្រពន្ធខាតលាក់គាត់នឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លាក់លុះដល់ផ្ទះគេក៏រាប់អានចាប់ចិត្តស្និទ្ធស្នាលដួតពីដើមគាត់គុណមើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយត្អូញប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់សម្លាញ់ឯងរកស៊ីជំនួញអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាចទឹកសមុទ្រតែ2នាក់នឹងប្រពន្ធអញពេលព្រឹកទាភ្លឺប្រពន្ធឡើងដាំបាយមានគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបាចទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភិតភ័យបង្គាប់ត្រីជាបារិវារឲ្យពាមយកមាសប្រាក់និងរបស់គ្រប់មុខមកឲ្យអញឯសម្លាញ់ប្រពន្ធខាតលាក់ដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លាក់សម្លាញ់គេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបុរសនោះនិយាយនឹងប្រពន្ធថាព្រឹកនេះបើឯងដាំពីយប់រៀបប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រឲ្យបានមាសប្រាក់របស់ទ្រព្យដូចសម្លាញ់យើងមេខាតលាក់ជាប្រពន្ធភ្លឺច្បាស់បានក្រោកបង្កាន់ភ្លើងឆេះហើយក៏បានទៅបាចខាប់អង្គកំពុបម្ដងមួយទូកដៃយកអង្គទៅលាងកំពុបមួយទូកដៃទៀតច្រកអង្គទៅក្នុងឆ្នាំងកំពុបទៀតដល់ពុះជាតិបាយកំពុបទៀតច្រកអង្គចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងបាយទាល់តែថ្ងៃទើបដួកដាក់កញ្ជើហើយបណ្ដាប្តីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជាបានចំនួន4ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសម្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារៀងហើយ
យើងចាប់យកត្រីធំតូចវេះធ្វើញាក់ធួបអកប្រហុកថ្លឹងលក់យកប្រាក់មួយទៀតសំពៅទាំងប៉ុន្មានដែលលិតលងមកយូរឆ្នាំនោះយើងត្រូវកាយយកប្រាក់មេសតុថាសផ្ដិលចានក្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេថារួចដល់ល្ងាចត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាតទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណឹងសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនេះយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទៅរស់រាជជីវិតគិតហើយនាំគ្នាមុជហែលទៅដល់ស្ដេចត្រីទូលតាមដំណើរដែលបរិសប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថាឯងរាល់គ្នាពាមយកមាសបាន5ក្រឡាប្រាក់5ក្រឡានិងតុថាសផ្ដិលចានទៅឲ្យបុរសប្តីប្រពន្ធអង្វរគេឲ្យលែងបាចទឹកសមុទ្រទៅត្រីទាំង